ប្រវត្តិព្រះអង្គមិនធម្មតាគួនខ្មែរតិចអ្នកណាដែលបានដឹងព្រះអង្គដល់ថ្ងៃចេញយាងហើយទឹកដីមហានគរបរមវិស្ណុលោកមើលជ្រុងណាក៏អស្ចារ្យព្រឺសម្បល់ដែរថែមទាំងជាប់តាក់ទងរឿងរ៉ាវអាចកំបាំងជាច្រើនប្រាសាទព្រះគោដែលមានអាយុកាលជាង 1000 ឆ្នាំប្រាសាទព្រះគោត្រូវបានប្រជាជនសម័យក្រោយដាក់ឈ្មោះថាប្រាសាទព្រះគោដោយយោងទៅតាមរូបសំណាកព្រះគោចំនួន3ចំពីមុខប្រាង្គទាំង3នៃប្រាសាទនេះប៉ុន្តែតាមពិតប្រាសាទនេះមានឈ្មោះថាស្រីបរមេស្វរៈជាភាសាសំស្ក្រឹតប្រាសាទព្រះគោនេះត្រូវបានកសាងឡើងនៅសតវត្សទី9ដោយព្រះបាទឥន្ទ្រវរ្ម័នទី1 877ដល់889ដើម្បីឧទ្ទិសដល់ព្រះឥសូរក្នុងព្រហ្មញ្ញសាសនានេះក៏ជាប្រាសាទដែលសាងឡើងដើម្បីឧទ្ទិសថ្វាយដល់ព្រះមាតាបិតារបស់ព្រះអង្គនិងបុព្វជនព្រះបាទជ័យវរ្ម័នទី2និងព្រះអគ្គមហេសីប្រាសាទព្រះគោបែរមុខទៅទិសខាងកើតដែលទិសសំខាន់ក្នុងការផ្ដល់កំណើតដល់សត្វទាំងឡាយប្រាសាទនេះមានទំហំ500ម៉ែត្រគុណនឹង400ម៉ែត្រមានកំពែងធ្វើអំពីថ្មបាយក្រៀមព័ទ្ធជុំវិញជា2ដាច់ដោយឡែកពីគ្នានិងមានកំពែងមួយធ្វើអំពីឥដ្ឋព័ទ្ធជុំវិញខឿនប្រាសាទដែលអាចមើលឃើញនៅស្នាក់ស្នាមខ្លះៗកំពែងទី1សង់អំពីថ្មបាយក្រៀមខ្លោងទ្វារចូលមានលម្អបង្អួចនិងចម្រឹមបង្អួចធ្វើអំពីថ្មភក់ដែលមានក្បាច់ក្បូរចម្លាក់ល្អស្អាតមានសសរវែង2បញ្ឈរធ្វើអំពីថ្មភក់ផ្លូវចូលមានក្រាលថ្មបាយក្រៀមកំពែងទាំងពីរសង់អំពីថ្មបាយក្រៀមហើយមានសភាពបាក់បែកខ្លាំងនៅពេលដើរហួសកាត់កំពែងទី2ទៅខាងក្នុងយើងឃើញមានប្រាង្គមួយនៅខាងឆ្វេងដៃដែលប្រាង្គនោះធ្វើអំពីឥដ្ឋលម្អដោយថ្មភក់នៅខ្លោងទ្វារនិងសសរទ្វារចំណែកឯកំពែងទី3សង់អំពីឥដ្ឋត្រូវបានបាក់បែកខូចខាតស្ទើរតែមិនអាចសម្គាល់បានឡើយប៉ុន្តែបើយើងពិនិត្យឲ្យលម្អិតលម្អន់យើងឃើញមានបំណាច់ឥដ្ឋខ្លះរបស់កំពែងនេះជាក់ជាមិនខាននៅក្នុងកំពែងនេះមានរូបគោចំនួន3ក្រាបពីមុខប្រាង្គសំខាន់គោនោះគឺជាយានជំនិះរបស់ព្រះឥសូរគឺគោនិនន្ទ្រៈនៅលើខឿនមានប្រាង្គចំនួន6សង់រៀបជាជួរនៅលើខឿនតែមួយក្នុងនោះមានប្រាង្គ3ស្ថិតនៅក្នុងជួរខាងមុខសម្រាប់ឧទ្ទិសដល់បុព្វការីជនភេទប្រុសដែលកាលពីមុននៅក្នុងប្រាសាទទាំងនេះត្រូវបានគេតម្កល់រូបទេវរូបភេទប្រុសនិងប្រាង្គ3ទៀតស្ថិតនៅជួរខាងក្រោយសម្រាប់ឧទ្ទិសដល់បុព្វការីជនភេទស្រីកាលពីមុនត្រូវបានគេតម្កល់ទេវរូបភេទស្រីនៅក្នុងប្រាង្គនីមួយៗនេះបើតាមការបញ្ជាក់តាមសិលាចារឹកលេខ K713 ប្រាសាទព្រះគោមានឈ្មោះដើមថាបរមេស្វរៈជាភាសាបាលីឬសំស្ក្រឹតដែលមានន័យថាព្រះសិរៈដ៏ប្រសើរជាឈ្មោះព្រះសិវៈនិងព្រះមរណនាមព្រះបាទជ័យវរ្ម័នទី2 802ដល់850ប្រាសាទនេះបានស្ថាបនាឡើងក្នុងឆ្នាំ879នៃគ្រិស្តសករាជក្នុងរជ្ជកាលព្រះបាទឥន្ទ្រវរ្ម័នទី1